ការសន្សំធៀបនឹងការវិនិយោគការសន្សំតែម្យ៉ាងមិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានបានទេប៉ុន្តែការចាយវាយដោយគ្មានការសន្សំនឹងធ្វើឲ្យអ្នកពិបាកនាពេលអនាគតខ្ញុំសូមបកស្រាយឲ្យងាយយល់ដូចខាងក្រោម 1. អ្វីទៅជាការសន្សំការសន្សំគឺជាការការពារជាការទុកលុយឲ្យសម្រាប់ដើម្បីរក្សាតម្លៃរបស់វា 2. អ្វីទៅជាការវិនិយោគការវិនិយោគគឺជាការបង្កើនជាការបញ្ជាឲ្យលុយធ្វើការដើម្បីពង្រីកតម្លៃរបស់វា 3. ផលប៉ះពាល់នៃពេលវេលាប្រសិនបើអ្នកគ្រាន់តែសន្សំនោះពេលវេលានិងអតិផរណានឹងធ្វើឲ្យតម្លៃនៃលុយរបស់អ្នកធ្លាក់បន្តិចម្ដងផ្ទុយទៅវិញពេលអ្នកវិនិយោគដោយឆ្លាតវៃនោះពេលវេលានឹងក្លាយជាអាវុធដ៏មានប្រៀបបំផុតរបស់អ្នកតាមរយៈចំណូលនិងផលនៃការប្រាក់ផ្សេងៗគោលដៅមិនមែនជាការជ្រើសរើសរវាងការសន្សំឬការវិនិយោគនោះទេប៉ុន្តែគោលដៅគឺសន្សំដើម្បីសុវត្ថិភាពត្រៀមសម្រាប់អាសន្នឬតម្រូវការចាំបាច់វិនិយោគដើម្បីភាពរីកចម្រើនកសាងទ្រព្យសម្បត្តិទៅពេលអនាគតការសន្សំជួយឲ្យអ្នកនៅឈរជើងបានប៉ុន្តែការវិនិយោគទើបជាអ្នករុញច្រានអ្នកឲ្យឈានទៅមុខចូលរៀនបង្កើតនិងគ្រប់គ្រងវាឲ្យស្ទាត់ជំនាញនោះហើយគឺជាវិធីដែលលុយចាប់ផ្ដើមធ្វើការឲ្យ